វីដេអូនេះតែ2នាទីបងប្អូនប៉ុន្តែមានសារៈសំខាន់ណាស់សម្រាប់បងប្អូនដែលចូលចិត្តញ៉ាំគ្រឿងសមុទ្រដូចខ្ញុំហើយបងប្អូនឃើញស្ងោរចាក់នេះមិនងាយស្រួលទេបងប្អូនសិតតែហូរខ្លួនឯងមកបងប្អូនដែលផ្ញងញ៉ាំប្រានេះមកបានមកស្ងោរនេះដំឯងបែកដុំអិតនឹងប្រហែលទេបងប្អូនអើយដោយសារតែយើងនៅព្រៃបងប្អូនងាយស្រួលហូរដូចគេទេបងប្អូនអើយអញយល់ដើររោមកឃើញបងប្អូនវាកប់ផុកបងប្អូនដើរហូរមកឃើញអានេះមុខម្ហូបយើងយូរញ៉ាំម្ដងអញ្ចឹងទៅវាអត់សូវស្និទ្ធដៃមកនេះវាឆ្កងដែរបងប្អូនហើយសម្រាប់ខ្យងផ្ញើប្រានេះឥឡូវកំពុងតែផ្ទុះខ្លាំងបងប្អូនផ្ទុះវីដេអូដែលខ្ញុំផុសប្រហែលវីដេអូមុនហ្នឹងបងប្អូនមានបងប្អូនជាច្រើនគាត់ចាប់អារម្មណ៍ចង់ញ៉ាំហើយសម្រាប់បងប្អូនដែលចង់ញ៉ាំបងប្អូនត្រូវតែមើលវីដេអូពីរបៀបរបបខ្ញុំញ៉ាំសិនណាបងប្អូនកុំចេះតែញ៉ាំព្រោះអានេះវាមានច្រើនប្រភេទដែរមិនមានតែមួយប្រភេទនេះទេហើយរបៀបរបបញ៉ាំមិនមែនយើងចេះស្ងោរឆ្អិនឲ្យញ៉ាំបានទេអានេះយើងស្ងោរយើងដាក់ស្លឹកតបាយលឹកអីកុំឲ្យវាយើងឈឺយើងញ៉ាំទៅឈឺពោះឈឺអីហ្នឹងបងប្អូនអានេះដាំហើយបងប្អូនអើយវិកលវើតែឆ្ងាញ់ហ្នឹងបងប្អូនវិកលវើមិនប៉ុន្តែឆ្ងាញ់អាខ្យងនេះសាច់វាអត់ស្វិតទេបងប្អូនហើយស្ងោរយើងដាក់គ្រឿងក្រៅយើងដូចយើងស្ងោរធម្មតាទេបងប្អូនហើយសំខាន់យើងស្ងោរឲ្យឆ្អិនខ្លាំងបងប្អូនកុំស្ងោរអត់ឆ្អិនខ្លាំងទេអានេះខ្ញុំស្ងោរឆ្អិនខ្លាំងបងប្អូនស្ងោរលាយក្តាមកូលាន់ស្ងោរលាយមួយបកាមួយអីចឹងណាបងប្អូនហើយសម្រាប់គ្រឿងសមុទ្រផ្សេងទៀតបើសិនជាបងប្អូនចង់ដឹងថាណាញ៉ាំបានញ៉ាំអត់បានទេបងប្អូនអាចសាកសួរខ្ញុំបាននៅក្នុង comment នៅខាងក្រោមបងប្អូនអាចសាកសួរខ្ញុំបានខ្ញុំនឹងចេញវីដេអូឆ្លើយតបមួយបងប្អូនចំពោះគ្រឿងសមុទ្រដែលបងប្អូនចង់ដឹងថាញ៉ាំបានអត់ចឹងបងប្អូនសម្រាប់បងប្អូនដែលគាត់ចូលចិត្តមើលវីដេអូអញ្ចឹងបងប្អូនជួយចុចពាក្យថាជាវខ្ញុំម្នាក់មួយបងប្អូនដោយសារតែនេះជាaccount ថ្មីបងប្អូនមានអ្នកចុចពាក្យថាជាវតិចចឹងបងប្អូនហើយចឹងតើបងប្អូនជួយចុចពាក្យថាជាវខ្ញុំម្នាក់មួយផងបងប្អូនអរគុណច្រើន